វីដេអូការផ្ដាំស្គាល់គ្នាដំបូងផ្ដាំដំបូងអ្នកទាំងអស់គ្នាចាយូរីមិត្តភក្តិរបស់ខ្ញុំប្រែកាយសាឡូនហ្នឹងពេលនោះខ្ញុំពុំពិបាកចិត្តរឿងស្នេហាខ្លាំងហើយចាខ្ញុំពិបាកចិត្តខ្ញុំតែងតែហៅយូរីមកកំដរខ្ញុំពេលថ្ងៃមួយហ្នឹងខ្ញុំក៏បានខលវីដេអូមួយយូរីហើយយូរីក៏ទាញ AI ចូលទាញ AI ចូលហើយខ្ញុំក៏ដឹង AI នេះជាអ្នកណាដែរជាឈ្មោះអីគឺខ្ញុំអត់ស្គាល់អីទាំងអស់យល់អត់ហើយខ្ញុំក៏ថាមួយថ្ងៃហ្នឹងហើយជាសង្សារយូរីអីចឹងទៅតែថាយូរីមិនមានមួយណាសង្សារច្រើនហ្នឹងណាគេវានឹងគេចេះ AI ខលវីដេអូទីមួយឯងចូលហ្នឹងមួយឯងអត់ចូលទេត្រូវអត់មកបានចូលទេថាឆ្ងល់មានគ្រប់មានអីខក្នុងពេលហ្នឹងមកបានចូលនិយាយមួយទេពេលនោះមកបានចូលខ្ញុំក៏អត់ខ្វល់ពួកអីខ្ញុំអត់ដឹងចម្លែកជាណាផងខ្ញុំក៏អត់ខ្វល់ណាមួយខ្ញុំពុំបាក់ចិត្តហ៎ចូលខ្ទង់មួយទឹកជាងនេះទៅបងតែថាបងចូលក្នុងក្រុមទៅក៏បងបានភ្លើងខៀវពីយូរីដែរយូរីប្រាប់ណាមិនសុកយើងទៅចឹងខ្លួនឯងថាមានភ្លើងខៀវពីយូរីគាត់ប្រាប់ណែនាំទៅហើយបងចូលមើល profile ហ្នឹងបងអេតទៅឯងហេតុអីក៏អេតមកខ្ញុំចូលមើល profile ហើយអេតមកខ្ញុំដោយសារមានភ្លើងខៀវគេប្រាប់មកពីនោះមកដែរយល់ថាថាណែសេតអីចេះចូលទៅបែកបាក់អីអញ្ចឹងណាយើងកាត់ទៅហើយក៏មកទឹកក្រោយក៏យើងអេតទៅក៏បានខ្ទង់ 3-4 ថ្ងៃបានណែទទួលហើយរយៈពេលទទួលហ្នឹងទៅ 3-4 ថ្ងៃបានបង reply story ឯងមក story ក៏បងទៅចូល reply ទៅជាគេ reply story វាឆាតឲ្យខ្ញុំមិនអត់ចង់បកកែដូច idol ដែរតែគេឆាតreply មកឲ្យមើលហើយឆាតមកខ្ញុំហើយឆាតមកខ្ញុំខ្ញុំ reply មកឯងខ្ញុំ reply ធម្មតាដូចគ្នាហ្នឹងហើយបែបណាចែកតែបកកែដូចគ្នាប៉ុន្តែសមត្ថភាពខុសគ្នាហ្នឹងហើយបងឯងសមត្ថភាពបែបផ្សេងសមត្ថភាពអូនបែបសឹងហើយបន្តមកទៀតតមកទៀតយើងក៏ឆាតបែបធម្មតាសួរសុខទុក្ខពីគ្នាដល់ប៉ុណ្្នឹងដែរអ្នកគ្នាខ្ញុំមិនមែនជួបគ្នាលក្ខណៈមុនដំបូងញ៉ាក់គ្នាហ្មងនេះអីអាចឆាតសួរសុខទុក្ខលោកទុកចិត្តខ្ញុំច្រើនណាលក្ខណៈគាត់ដឹងខ្ញុំពិបាកចិត្តណាអ្នកទាំងអស់គ្នាក៏ពិបាកចិត្តទៀតហើយមែនពិបាកចិត្តរឿងអីយើងមនុស្សរងងំនឹងអីពិបាកចិត្តអីចឹងគាត់និយាយបែបលើកទឹកចិត្តយើងយល់អត់អីអាយមិនមែនវាចេញមកញ៉ែហើយយកពេលបានពេលកន្លះខែបានខ្ញុំជួបគ្នាបានខ្ញុំដេតជួបគ្នាអញ្ចឹងណាដេតជួបគ្នាហ្នឹងក៏មិនបានស្រឡាញ់គ្នាអីភ្លាមដែរនិយាយត្រង់ហ្មងជួបពេលហ្នឹងឯណាគ្នាជួបមាននិយាយមួយគ្នាប៉ុណ្ណឹងខ្ញុំនៅកលៀតនោះទៅគាត់នៅកលៀតនេះគាត់និយាយមួយម៉ាក់គាត់ទៅខ្ញុំនិយាយមួយបងប្រុសខ្ញុំនាំទៅហើយមានអារម្មណ៍ថាខ្ញុំអៀនមិនចេះហើយដល់ពេលខ្ញុំទៅនិយាយមួយគាត់ដឹងនិយាយពីអីទៅអីឡើយណាថាយើងអៀនអ្នកគ្នាដែរជួបថាមនុស្សអៀនពេលជួបគ្នាអៀននេះយើងនឹកឃើញយើងនិយាយអត់មានណាឡើយណាថាគៀងមិនទៅដល់ជួបគឺគៀងមកដឹងសួរអីពីអីឯងប៉ុន្តែអ្នកគ្នាជួបដំបូងណាឯងអង្គុយជាមួយខ្ញុំអត់អង្គុយក្បែរណាឯងអង្គុយតុកមុខខ្ញុំអង្គុយតុកមុខខ្ញុំហើយខ្ញុំក៏មើលតាមហ្នឹងដែរយល់អត់ខ្ញុំក៏មើលតាមហ្នឹងតែមនុស្សប្រុសហ្នឹងលក្ខណៈដែលជួបឯងដំបូងគាត់មិនហ៊ានប៉ះពាល់ឯងអញ្ចឹងទៅទៅចិត្តអង្គុយនៅមុខហ្នឹងអៀនពេលខ្លះហ៊ាននិយាយអញ្ចឹងទៅមនុស្សស្រីក៏មើលតាមហ្នឹងដែរណាថ្ងៃទី2ដែលយើងដែលជួបគ្នាថ្ងៃទី2នោះរឿងយូរទៀតបាទយើងដែលជួបគ្នាម៉ែគេលក្ខណៈចេញមកបែបជាមួយនឹងស្អាតទេណាស្អាតបាតយើងឡើយថាតបតែងខ្លួនអីតិចពេលហ្នឹងគេជាមួយនឹងសក់ចេញមកស្អាតបាតជាមួយនឹងខោចេញមកស្អាតបាតអញមើលវាថាអាយ៉ាខ្ញុំមិននឹកស្មានទេខ្ញុំមិននឹកស្មានតែគាត់បែបលក្ខណៈចេញមកខ្ពស់អញ្ចឹងមុខបែបហ្នឹងឯងអ្នកខ្ញុំខ្លាចក្នុងទូរស័ព្ទមកទៅនឹង edit អញ្ចឹងណាក៏ប៉ិតអត់ទេចាម្នាក់នៅក្រៅស្អាតជាងទូរស័ព្ទទៀតនិយាយមែនណានិយាយមែនហើយអ្វីដែលសំខាន់និយាយទៅមួយឯងខ្ញុំមើលឃើញនឹងវើមួយឯងច្រើនទី1ម៉ែគឺជាមនុស្សប្រុសមួយដែរมันហៅថាมันប៉ះពាល់ខ្ញុំណាម៉ែយល់អត់សូម្បីតែខ្ញុំអង្គុយក្បែរមួយឯងក៏ម៉ែយកខ្នើយដាក់កដាលដែរមិនគិតមើលខ្នើយដាក់គេអាសឡុងហ្នឹងសឡុងក៏វាញ៉ាំអីនៅមើលដៃអូននៅដៃអូនហ្នឹងក៏គាត់ដាក់នៅកដាលនេះដែរនិយាយទៅគាត់អត់ប៉ះយើងហ្មងរយៈពេលយើងស្គាល់គ្នាខ្ញុំស្គាល់ AI រយៈពេល1ខែ AI អត់មានប៉ះខ្ញុំសំបីតាម៉ាកកញ្ចក់ដៃអត់ប៉ះខ្ញុំដល់ថ្នាក់ខ្ញុំគិតថាគាត់មិនមែនជាមនុស្សប្រុសនិយាយត្រង់ចឹងហ្មងមនុស្សប្រុសដូចបងនេះអូនតែជួបលើកទី1ទេដែលមិនហ៊ានប៉ះពាល់មនុស្សស្រីឲ្យតម្លៃមនុស្សស្រីអ្វីដែលសំខាន់គឺលើកទឹកចិត្តមនុស្សស្រីរបៀបញ៉ាយបងហ្នឹងរបៀបញ៉ាយបែបមិនទេខ្ញុំមិនដឹងទេរបៀបឆាតមកញ៉ាយយើងបែបញ៉ាយក៏មិនតម្រង់ថាញ៉ាយរាប់អានក៏មិនតម្រង់ថារាប់អានលក្ខណៈថារបៀបដូចធម្មតាឆាតធម្មតាលើកទឹកចិត្តធម្មតាអីធម្មតាលើកទឹកចិត្តធម្មតារហូតដល់ខ្ញុំស្គាល់ AI ហ្នឹងខ្ញុំក៏គិតថាខ្ញុំចង់ចាប់ដៃគូសម្ដែងជាមួយ AI ដោយសារ AI គាត់ជាមនុស្សចេញមកខ្ពស់អញ្ចឹងទៅក៏ខ្ញុំដាក់ឈ្មោះ AI អញ្ចឹងទៅយល់អត់អ្នកគ្នារសារតែ AI នៅក្នុងទូរស័ព្ទពេលគេលេងរឿងវាចឹងខ្ពស់អីចឹងទៅរហូតមកថ្ងៃមួយដែលខ្ញុំគិតថាគាត់គឺជាមនុស្សដែលខ្ញុំនឹងយកគាត់មកគិតគូរក្នុងជីវិតរបស់ខ្ញុំ
để xa bong vô chơi này bạn chán rồi ចេះដោយសារមួយឯងយល់ចិត្តពីខ្ញុំបានច្រើនមួយឯងគឺជាមនុស្សប្រុសមួយដែលលើកទឹកចិត្តខ្ញុំរហូតម៉ែដឹងថាខ្ញុំរងថ្ងៃម៉ែដឹងថាខ្ញុំខ្វះភាពកក់ក្ដៅទៅអត់មិនខ្វះភាពកក់ក្ដៅទៅបែងអោបបើវាកក់ក្ដៅទេអត់ទេសំដីម៉ែយល់អត់សំដីសំដៅឬក៏អាការនិយាយបងឯងផ្អែមលើខ្ញុំដូចជាអាណាញ់ហត់អត់ឬក៏មិនផ្សេងដែលថាជាមនុស្សប្រុសដែលមកនិយាយលើអូនយល់អត់ ok ឬបន្ទាប់ពីគ្រួសារបងអូនដូចជាម៉ែបងអូនអញ្ចឹងយល់អត់ để xa ta thì muối bong bình chất nơi mình thấy đây cái ta rừng muồm cái ta bạc cá đầu tiên này bạc cá tới bong sẽ bạc cá này liền này bong bạc cá đường này đây hay mình ở đây lạnh khu xa luôn anh hay trôi chất chui vào sang để thấy hay lạnh muối cứ đằng muối là ta ót che nhẹ nhẹ chẳng nè mà cứ bình chất thòng đằng អេអាយអញ្ចឹងស្នេហារបស់ខ្ញុំពីអ្នកឯវាកើតឡើងដោយក្តីអាណិតស្រឡាញ់ជាមួយនឹងការលើកទឹកចិត្តនឹងហើយវាអត់មានកើតឡើងក្នុងការបែបញ៉ៃញងគ្នាដបងវាអត់ទេវាកើតឡើងដោយពីការអាណិតខ្ញុំមិញហ្នឹងគឺទៅមកពីដាក់វាំងនើអ្នកទាំងអស់គ្នាចាឥឡូវនេះគឺថាខ្ញុំចេញមកពេលថ្ងៃអ្នកទាំងអស់គ្នាឲ្យមកស្បែកមុខរបស់ខ្ញុំនេះចា ឃើញអត់ស្បែកមុខរបស់ខ្ញុំមកពេលថ្ងៃក៏ដោយពេលយប់ក៏ដោយគឺថាខ្ញុំជិះចាក់ខ្លាំងមែនតើព្រោះថាខ្ញុំចេញមកក្រៅចឹងទៅគឺថាខ្ញុំតាក់ cushion អ្នកទាំងអស់គ្នាចាហើយសាច់ cushion គឺស្ដើងខ្លាំងមែនតើអត់ធ្ងន់ស្បែកមុខឯអ្នកទាំងអស់គ្នាសាច់ cushion គឺស្ដើងខ្លាំងមែនតើអ្នកគ្នាមើលស្បែកមុខគឺដឹងទេចាតបនេះអ្នកទាំងអស់គ្នាតបមកប្រហែលទៅស្បែកមុខខ្ញុំមកជាងគីឡូនេះឃើញអត់នេះពេលថ្ងៃនេះមកស្បែកមុខគេនេះឡើងគីឡូឡើងអាឡងចាហើយមិនតែពេលយប់ទៀតត្រូវភ្លើងត្រូវអីមកចាត្រូវភ្លើងត្រូវអីមកទៅស្បែកមុខរបស់យើងទៅវាអូខ្សលនិយាយប៉ុណ្ណាទៅនេះ គឺថាខ្ញុំប្រើចិត្តអស់ទៀតហើយអ្នកទាំងអស់គ្នាខ្ញុំប្រើចិត្តអស់ទៀតហើយខ្ញុំស្រឡាញ់សាច់ cushion ខ្លាំងបំផុតពេលដែលតបទៅពួកយើងបែកញើសបែកមកក៏វាអត់ហូរមកបន្តិចបន្តួចដែរវាធ្វើឲ្យស្បែករបស់យើងមានសំណើមបលួងគីឡូចឹងអ្នកទាំងអស់គ្នាស្ដាច់គីឡូជាមួយ cushion អ្នកទាំងអស់គ្នាខ្ញុំនិយាយថាស្ដាច់គីឡូហ្មងចានេះទៅណាមកណាក៏ដោយគឺថាដាក់តាមកាបូបជានិច្ចពួកឯងមនុស្សយើងមនុស្សស្រីយើងគឺត្រូវការស្អាតទៅចាញ់មកក្រៅឈានជើងទៅក្រៅបន្តិចក៏ត្រូវគេហៅថាប្រើជាមួយ cushion តបមុខឲ្យស្បែកមុខរបស់យើងឃើញស្អាតដែរអ្នកទាំងអស់គ្នា